นำបាយសច្រើនពេកអ្នកទាំងអស់គ្នាអញ្ចឹងក៏ចង់ឆាបាយគ្រឿងសមុទ្រញ៉ាំម្ដងហើយយើងមានជាមួយនឹងការ៉ុតនិងពោតតិចមកគឺឆ្ងាញ់មែនទេចំពោះបង្គាវិញខ្ញុំមាននៅក្នុងទូស្រាប់អ្នកទាំងអស់គ្នាខ្ញុំគិតថាយកមកបកសបកអញ្ចឹងមកហើយខ្ញុំយកមករំលីងសិននិយាយទៅយើងដាក់តែប៊ីចេងនិងរ៉ូឌីបន្តិចទេដើម្បីវាមានជាតិណាបន្ទាប់ពីខ្ញុំរំលីងហើយខ្ញុំដួសចេញដាក់ចានមួយឡែកសិនហើយបន្ទាប់មកទៀតខ្ញុំដាក់ជាមួយនឹងពងមាន់ចូលទៅកូរនឹងខ្ទះហ្នឹងបងប្អូនចាយើងកូរឲ្យសព្វមកតមកខ្ញុំដាក់គ្រឿងជាមួយនឹងប៊ីចេងបន្តិចស្ករបន្តិចហើយខ្ញុំដាក់ជាមួយនឹងម្រេចបន្តិចរ៉ូឌីដែរបងប្អូនអរគ្នាចាបន្ទាប់មកទៀតខ្ញុំបន្ថែមជាមួយនឹងទឹកត្រីហើយនឹងទឹកស៊ីអ៊ីវបន្តិចផងដែរបន្ទាប់មកខ្ញុំបន្ថែមគ្រឿងចុងក្រោយគេហ្នឹងគឺប៊ឺបងប្អូនអរគ្នាតែយើងកុំដាក់ច្រើនពេកយើងដាក់មកល្មមបានហើយនិយាយទៅយើងដាក់ប៊ឺហ្នឹងឲ្យវាក្លិនឈ្ងុយអញ្ចឹងណាបងប្អូនចាហើយយើងបើកភ្លើងតិចល្មមសិនមកតមកយើងកូរឲ្យសព្វគ្រឿងចូលគ្នាសិនបន្ទាប់ពីយើងកូរសព្វគ្រឿងអស់ហើយខ្ញុំបន្ថែមជាមួយនឹងបាយចូលទៅតែម្ដងនិយាយទៅបើសិនជាបងប្អូនអរគ្នាមានជាមួយនឹងការ៉ុតសណ្តែកគួរអីតិចឬក៏ពោតអីដាក់ទៅបងប្អូនអរគ្នាដើម្បីយកពណ៌ឲ្យរសជាតិកាន់តែឆ្ងាញ់ណាបងប្អូនចាហើយដោយសារតែបាយកកខ្ញុំវានៅច្រើនអញ្ចឹងក៏ខ្ញុំឆាជាមួយនឹងបាយគ្រឿងសមុទ្រនឹងញ៉ាំតែម្ដងទៅហើយខ្ញុំឆាហ្នឹងគឺមកផ្ទះធំបងប្អូនចានិយាយទៅយើងឆាសម្រាប់ញ៉ាំបាយថ្ងៃត្រង់តែម្ដងនេះគឺខ្ញុំឆាកូរត្រឡប់ជាមួយនឹងគ្រឿងពងទាដែលយើងបានលាយគ្រឿងហ្នឹងហើយបន្តមកទៀតខ្ញុំដាក់ជាមួយនឹងការ៉ុតនិងពោតបងប្អូនចាហើយពោតហ្នឹងគឺយើងស្ងោរណាបងប្អូនអរគ្នាចានិយាយទៅថ្ងៃហ្នឹងមានសណ្តែកគួរអញ្ចឹងខ្ញុំបានដាក់ទេបងប្អូនអរគ្នាតែប៉ុណ្្នឹងគឺឆ្ងាញ់មែនទែននិយាយទៅយើងឆាយករសជាតិមកល្មមហើយយើងអត់ដាក់ឲ្យក្រៀមពេកចាបងប្អូនចាបន្តមកទៀតខ្ញុំបន្ថែមជាមួយនឹងបកាដែលថាយើងបានឆាហ្នឹងចុងក្រោយគេទៅយើងត្រឡប់ឲ្យចូលជាតិជាមួយបាយទៅបងប្អូនអរគ្នានិយាយពីថាឆ្ងាញ់មែនទែននិយាយទៅដូចរសជាតិនៅហាងអញ្ចឹងយើងធ្វើបែបនេះណាហើយរសជាតិវាមកល្មមក៏អត់ប្រៃពេកដែរបងប្អូនអរគ្នានិយាយទៅយើងដាក់តាមចំណូលចិត្តរបស់យើងណានេះខ្ញុំឆាត្រឡប់ហើយយើងបន្ថែមជាមួយនឹងស្លឹកខ្ទឹមទៀតណាបើសិនជាបងប្អូនមានហើយយើងដាក់ខ្ទឹមបំពងចូលទៅតាមក្រោយទៀតហើយបើយើងដាក់ខ្ទឹមបំពងអញ្ចឹងបាយឆារបស់យើងគឺកាន់តែឈ្ងុយឆ្ងាញ់តែម្ដងហើយកំឡុងពេលហ្នឹងយើងមិនបាច់ចាំបើកភ្លើងខ្លាំងពេកទេបងប្អូនអរគ្នាយើងបើកភ្លើងល្មមបានហើយកាលណាបើថាយើងបើកខ្លាំងពេកវាធ្វើឲ្យបាយរបស់យើងហ្នឹងវារៀងក្រៀមអញ្ចឹងក៏អត់ទៅឆ្ងាញ់ដែរនិយាយទៅយើងយកមកតុនល្មមអញ្ចឹងហើយយើងកូរត្រឡប់តែប៉ុណ្្នឹងមកគឺយើងអាចបិទភ្លើងបានហើយបងប្អូនអរគ្នាព្រោះអីបការបស់យើងបានឆាត្រឡប់រួចម្ដងហើយអញ្ចឹងណាបងប្អូនចាឥឡូវយើងមកញ៉ាំជាមួយនឹងទឹកត្រីឬក៏យើងមានអីផ្ទាប់ជាមួយគឺកាន់តែឆ្ងាញ់បងប្អូនញ៉ាំក្តៅហុយអញ្ចឹងណាតែពេលយើងបានជ្រលក់នឹងទឹកត្រីទៀតគឺកាន់តែឆ្ងាញ់តែម្ដងនិយាយទៅបាយឆាមួយចាននេះគឺញ៉ាំអស់ហ៎បងប្អូនអរគ្នាដោយសារតែយើងឆាញ៉ាំក្តៅអញ្ចឹងគឺឆ្ងាញ់មែនទែន